ប្រជុំនៃទានជាដករឿងសត្វក្អែកនិងប្រពន្ធនីសំពៅនិងក្មេងខ្វៀលគោអ្នកធ្វើកម្មបែបណាតែងបានទទួលនៅផលបែបនោះវិញក្នុងសម័យពុទ្ធកាលមានភិក្ខុសង្ឃជាច្រើនអង្គមកពីស្រុកក្រៅបានចូលទៅគាល់ព្រះសម្ពុទ្ធក្នុងវត្តចេតពុនកាលបើភិក្ខុទាំងនោះធ្វើដំណើរមកភិក្ខុមួយក្រុមបានឃើញក្អែកកំពុងហើរឯកដងអាកាសស្រាប់តែចូលក្បាលទៅក្នុងរង្វេលស្មៅដែលភ្លើងកំពុងឆេះបានប៉ាវមកអំពីដំបូលផ្ទះស្រីម្នាក់ហើយស្លាប់កណ្ដាលអាកាសនោះទៅភិក្ខុមួយពួកទៀតមកតាមផ្លូវទឹកបានឃើញពួកអ្នកសំពៅនាំគ្នាចាប់ប្រពន្ធនីសំពៅចងភ្ជាប់នឹងក្អមដែលពេញដោយដីខ្សាច់ទម្លាក់ក្នុងសមុទ្រស្លាប់ទៅព្រោះគេសម្គាល់ថាជាស្រីកាលជាណីភិក្ខុ7អង្គទៀតមកតាមផ្លូវគោកបានសំណាក់នៅក្នុងគុហាវត្តមួយកណ្ដាលផ្លូវស្រាប់តែមានថ្មមួយផ្ទាំងធំរមៀលបិទរុងគុហានោះជិតអស់7ថ្ងៃទើបផ្ទាំងថ្មនោះបើកចេញវិញធ្វើឲ្យភិក្ខុ7អង្គនោះអត់បាយអត់ទឹកមានរូបកាយស្គាំស្គមចិត្តនឹងស្លាប់កាលបើភិក្ខុសង្ឃទាំង3ក្រុមនេះបានមកជួបជុំគ្នាក្នុងវត្តចេតពុនហើយក៏ដំណើររឿងចម្លែកដែលខ្លួនជួបប្រទះមកតាមផ្លូវទូលព្រះសម្ពុទ្ធបរមគ្រូរៀងខ្លួនព្រះសម្ពុទ្ធទ្រង់នាំអតីតនិទានមកសម្ដែងថាមនាលភិក្ខុទាំងឡាយកាលពីព្រេងនេះមានកសិករម្នាក់នៅជិតក្រុងពារាណសីមានកូនគោឈ្មោលមួយគោនោះធំល្មមហើយក៏បង្ហាត់បង្រៀបដើម្បីបម្រើការគោនោះចេះតែខ្ជិលច្រអូសវាចេះតែចង់ដេកមិនព្រមក្រោកដើរសោះកសិករជាម្ចាស់គោនោះវាចាក់នឹងចលួញអស់ចិត្តមិនក្រោកមានចិត្តក្រេក្រោតក៏យកចម្បាំងមករុំពាត់គោនោះហើយឆេះដុំភ្លើងសន្ធោសន្ធៅគោនោះក៏ស្លាប់ទៅដល់ពេលកសិករនោះអស់អាយុបានទៅកើតនៅក្នុងនរកជាយូរអង្វែងលុះអស់ពេលនរកនោះបានមកកើតជាសត្វក្អែកត្រូវភ្លើងឆេះស្លាប់កណ្ដាលអាកាសដោយអ្នករាល់គ្នានេះបានឃើញហើយអស់វរៈ7ជាតិមកហើយរឿងមួយទៀតកាលពីព្រេងនេះមានភរិយាកហបតីម្នាក់នៅក្នុងក្រុងពារាណសីបានចិញ្ចឹមឆ្កែឈ្មោលមួយឆ្កែនោះធ្លាប់ជាប្តីនាងពីអតីតជាតិមកមានចិត្តស្រឡាញ់នាងជាម្ចាស់នេះណាស់នាងធ្វើការអ្វីឆ្កែតែងតែរត់ទៅចិត្តហើយអង្គុយមើលមុខនាងជានិច្ចរាល់ថ្ងៃដល់ពេលដែលនាងយកបាយទៅស្រែឬទៅរកអស់ក្នុងព្រៃឬទៅលេងទីណាឆ្កែនោះចេះតែបោលតាមទៅពួកកំឡោះឃើញហើយនាំគ្នាសើចចំអន់លេងថាណែវើយពួកព្រាហ្មណ៍ទៅព្រៃចាប់បរិកហើយថ្ងៃនេះយើងនឹងបានសាច់ស៊ីមិនខាននាងមានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ក៏យកដំបងដេញឆ្កែនោះចេញឆ្កែនោះគ្រាន់តែគេចចេញបន្តិចហើយក៏រត់ទៅតាមទៀតថ្ងៃមួយនាងយកបបរទៅជូនប្តីនាងនៅឯស្រែមុននឹងទៅបានយកខ្សែគោដាក់នៅក្នុងថ្នាក់ទៅផងបំរុងនឹងសម្លាប់ឆ្កែនោះចោលដើម្បីកុំឲ្យមានសេចក្តីអៀនខ្មាស់តទៅទៀតលុះជូនបបរប្តីបរិភោគហើយក៏យកឆ្នាំងដីដើរសម្ដៅទៅបំពង់ទឹកយកដីខ្សាច់ដាក់ពេញក្នុងឆ្នាំងហើយហៅឆ្កែមកចិត្តហើយឆ្កែសប្បាយចិត្តណាស់គិតថាតាំងពីអញកើតមកអញមិនដែលឮពាក្យសម្ដីពីរោះរបស់ម្ចាស់អញដូចថ្ងៃនេះឡើយនាងចាប់ឆ្កែទាញយកមកយកខ្សែចងកជាប់ហើយយកកន្ទុយខ្សែមកចងភ្ជាប់នឹងឆ្នាំងក៏រុញឆ្កែនោះទម្លាក់ទឹកលិចស្លាប់ទៅដល់ពេលនាងនោះស្លាប់បានទៅកើតនៅក្នុងនរកជាយូរអង្វែងបានរួចពីនរកហើយកើតជាស្ត្រីគេចងពន្លិចឲ្យស្លាប់នៅក្នុងទឹកដោយជាអ្នករាល់គ្នាបានឃើញហើយនោះអស់100ជាតិមកហើយមនាលភិក្ខុទាំងឡាយរឿងថ្មីមួយទៀតកាលពីព្រេងនេះមានក្មេងខ្វៀលគោ7នាក់គៀងគោទៅខ្វៀលគោក្នុងព្រៃអស់7កន្លែងគឺមួយថ្ងៃខ្វៀលមួយកន្លែងជាលំដាប់ដល់គ្រប់7ថ្ងៃមកជួបកន្លែងដើមវិញធ្វើយ៉ាងនេះដើម្បីឲ្យទីនោះមានស្មៅដុះល្អថ្ងៃមួយក្មេងទាំង7នាក់នោះបានឃើញសត្វទន្សងមួយពេលដែលដេញគោត្រឡប់មកផ្ទះវិញក៏នាំគ្នាដេញទន្សងនោះបានរត់ចូលទៅក្នុងរន្ធដំបូកមួយមិនអាចចាប់បានភ្លាមក៏កាច់មេឈើម្នាក់មួយក្តាប់យកទៅញុករន្ធទន្សងនោះហើយដេញគោទៅផ្ទះទៅដោយគិតថាស្អែកសឹមមកចាប់វាលុះស្អែកឡើងត្រូវដេញគោទៅខ្វៀលទីដទៃភ្លេចនឹងរឿងសត្វទន្សងនោះដល់ថ្ងៃទី7ត្រូវដេញគោទៅខ្វៀលទីនោះវិញទើបនឹកឃើញនាំគ្នាទៅដកឆ្នុកចេញសត្វទន្សងដាច់ចំណេះយូរហើយស្គមនៅតែឆ្អឹងមានខ្លួនញ័រច្របប់វារត់កើម
ក្មេងទាំង7នាក់ឃើញដូច្នោះហើយមានចិត្តអាណិតអាសូរនាំគ្នាអង្អែលក្បាលសត្វទាំងសងនោះហើយប្រឡែងវាទៅក្មេងទាំង7នាក់នោះមិនបានទៅកើតនៅក្នុងនរកឡើយព្រោះមិនបានធ្វើឲ្យទាំងសងនោះស្លាប់គ្រាន់តែមានកម្មពៀត្រូវដាច់បាយដាច់ទឹក7ថ្ងៃវេទនាចិត្តស្លាប់អស់14ជាតិមកហើយក្នុងជាតិនេះបានមកកើតជាភិក្ខុ7រូបត្រូវជាប់គុកនៅក្នុងគុហាអត់បាយអត់ទឹកអស់7ថ្ងៃនេះឯង